សូមគោរពជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានបាទសូមស្វាគមន៍បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកនិយាយពីការប្រកួតរវាងខមនេះរាជដែលត្រូវប៉ះជាមួយនឹងកីឡាករបេនតូបងប្អូនទាំងគ្នាបាទដែលត្រូវប៉ះនៅខែនេះឯងបងប្អូនគ្នាគឺថ្ងៃទី11ខែមេសាបងប្អូនទាំងគ្នាបាទហើយចំពោះគូនេះផងដែរបងប្អូនយើងគាត់ជជែកវែកញែកគ្នាថាខមនេះរាជនេះគឺมันអាចប៉ះជាមួយបេនតូបានទេដោយសារខមនេះរាជគាត់នៅខ្ចីហើយបេនតូគឺជាកីឡាករម្នាក់ដែលគេល្អបាទគេធ្លាប់ប៉ះជាមួយនឹងជឿនល្វីដោយបែកទៅបែកមកបាទហើយធ្លាប់ផ្ដួលសិស្សច្បងកែរំចង់ដែលទាត់កែរំចង់ឲ្យខូចដៃមិនអាចបន្តការប្រកួតទៀតបានហើយក៏ធ្លាប់ប៉ះជាមួយនឹងធឿនធីរ៉ាដែរតែកាលនោះប៉ះនៅ Final 8 Man Tournament ដែលធឿនធីរ៉ាវាយមកដៃធ្វើឲ្យបេនតូនេះសន្លប់បាត់មាត់ឈឹងបងប្អូនគ្នាបាទចំពោះគូនេះបងប្អូនយើងក៏ថាបេនតូគេល្អបាទហើយខ្ញុំគិតថាបេនតូល្អដែរតែការប៉ះជាមួយនឹងខមនេះរាជគឺជាកីឡាករវ័យក្មេងកំពុងតែឡើងជើងនេះខ្ញុំគិតថាភាគរយត្រូវឈ្នះគឺខ្ញុំឲ្យទៅលើខមនេះរាជបងប្អូនអ្នកគ្នាពិតគ្នាកំពុងតែឡើងហើយគ្នាខ្ចីបត់ពិសោធន៍នៅតិចមែនតែខ្ញុំក៏សម្គាល់ឃើញថាខមនេះរាជគឺជាកីឡាករម្នាក់ដែលមានផ្លែនិងអាវុធមុតស្រួចបងប្អូនអ្នកគ្នាហើយចំពោះបេនតូនេះគឺគេជាកីឡាករបច្ចេកទេសបាទមានគ្រប់គ្រឿងបាទទាត់កញ្ចឹងកនិយាយទៅអាវុធបេនតូមួយតែធ្ងន់ហើយច្បាស់បងប្អូនអ្នកគ្នាអញ្ចឹងអ្វីដែលខ្ញុំជឿជាក់ទៅលើខមនេះរាជគឺកែងហើយនឹងកណ្ដាប់ដៃនេះរាជដោយសារតែនេះរាជកែងគាត់ថាត្រូវហើយគឺអ្នកដែលល្មមមុខមិនតាន់មិនស្វិតអីហ្នឹងគឺខ្ញុំគិតថាមិននៅទេបាទអាចនឹងបញ្ចប់ការប្រកួតដោយបែកមកបងប្អូនអ្នកគ្នាអញ្ចឹងបេនតូឃើញថាការគាត់ប្រកួតជាមួយការរំចង់ហើយនឹងជើងល្វីឃើញថាកីឡាករទាំងពីរហ្នឹងគឺវាយបេនតូនេះគឺអត់ចំគោលដៅហើយអត់អាចធ្វើឲ្យបេនតូខូចបាទហើយយើងគិតមើលការប្រកួតជាមួយធឿនធីរ៉ាបាទធឿនធីរ៉ាវាយទៅម៉ាក់ដៃទេបាទគឺដេកនៅលើសង្វៀនបាទតាក់នឹងរិញហ្មងបាទហើយយើងលើកមកនិយាយវិញថាការប្រកួតដែលត្រូវប៉ះជាមួយនឹងខមនេះរាជនៅថ្ងៃទី11នេះខ្ញុំគិតថាបាទគឺខ្ញុំជឿជាក់ទៅលើខមនេះរាជដោយសារខ្ញុំគិតថាខមនេះរាជគឺជាកីឡាករវ័យក្មេងហើយក្មេងទៅតែឡើងអញ្ចឹងគ្នាឡើងវាយគឺគ្នាចង់ឈ្នះបងប្អូនគ្នាតែកាលណាចង់ឈ្នះគឺមហិច្ឆតាយើងមានអញ្ចឹងខ្ញុំគិតថាបេនតូនេះគឺមិនស្រួលទេបាទជាមួយនឹងខមនេះរាជបងប្អូនគ្នាតែហ៊ានប្រហែសគឺដេករបស់ខមនេះរាជបងប្អូនគ្នាហើយបងប្អូនយើងប្រចាំវិភាគវែកញែកថាសំបីអសិស្សច្បងកែរំចង់សិស្សច្បងជឿនល្វីប្រកួតមិនឈ្នះជាមួយនឹងបេនតូផងបាទគឺគាត់ជាកីឡាករគាត់វ័យគាត់ក៏រៀងច្រើនអញ្ចឹងកម្លាំងគាត់ក៏ធ្លាក់បាទហើយជាក់ស្ដែងដូចបងរំចង់គឺគាត់ឡើងគីឡូខ្លាំងហើយគាត់ខានប្រកួតយូរអញ្ចឹងរាងកាយគាត់វាមិនអាចលះហួនដូចមុនទេបាទហើយជឿនល្វីក៏យើងដឹងថាមួយរយៈចុងក្រោយគឺគាត់ធ្លាក់បាទมันប្រកួតរបស់គាត់គឺមិនសូវបានល្អទេអញ្ចឹងអ្វីដែលខ្ញុំហ៊ាននិយាយថាខមនេះរាជគាត់អាចនឹងទទួលបានជ័យជំនះនៅការប្រកួតជាមួយនឹងបេនតូថ្ងៃទី11នេះគឺខ្ញុំគិតថាបេនតូអាចនឹងចេញអត់ទាន់និរាជរបស់គ្នាដោយសារតែនិរាជយើងសង្កេតឃើញថាកណ្ដាប់ដៃនិងកែងរបស់គាត់លឿនបាទនេះគឺជាអាវុធសម្រាប់ដែលយើងមើលឃើញទាំងអស់គ្នាបាទសម្រាប់ការប្រកួតរបស់ខមនេះរាជជារឿយមកបងប្អូនគ្នាអញ្ចឹងបងប្អូនយល់ឃើញយ៉ាងណាបាទចូលរួមខមមិនទាំងអស់គ្នាក្នុងវីដេអូបងប្អូនគ្នាបាទហើយបងប្អូនយើងដែលមកថ្មីកុំភ្លេចចូលរួម Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបងប្អូនគ្នាបាទហើយអ្វីដែលខ្ញុំចង់និយាយបន្តទៀតនោះគឺនិករាជឥឡូវនេះគេកំពុងតែវឹកហាត់នៅក្នុងក្លឹបរបស់លោកគ្រូប៊ឺតខំហើយមហិច្ឆតារបស់និករាជនេះគឺគេបាននិយាយដែរថាបើសិនជាគេប្រកួតឈ្នះបេនតូនេះហើយគឺការប្រកួតបន្តទៀតគឺគេចង់ប៉ះជាមួយនឹងកីឡាករដែលទើបតែទទួលធឿនធីរ៉ា2ដងហើយនឹងរឿងសុភ័ណ្ឌឲ្យសន្លប់ដោយសារតែបាយខ្នងនេះបងប្អូនគ្នាអញ្ចឹងភារកិច្ចរបស់ខមនេះរាជនេះគឺគេនៅមានវត្តមានបន្តទៀតបើសិនជាគេធ្វើបានល្អក្នុងការប្រកួតជាមួយនឹងបេនតូនេះបងប្អូនគ្នាបាទអញ្ចឹងខមនេះរាជគឺជាកីឡាករម្នាក់ដែលគីឡូនេះបាទគឺគីឡូ72 73ហ្នឹងគឺនៅក្នុងប្រទេសកម្ពុជាយើងគឺកម្រណាស់បងប្អូនអើយបាទគឺខ្សត់មែនទែនចំពោះកីឡាករប្រភេទគីឡូធ្ងន់នេះបាទនៅបងប្អូនកីឡាករដែលគាត់មហាត់គុណខ្មែរនេះគឺសម្បូរខ្លាំងមែនទែនគឺគីឡូទូចដូចជាគីឡូ57គីឡូ54គីឡូ60នេះគឺសម្បូរមែនទែនបងប្អូនគ្នាហើយចំពោះកីឡាករដែលប្រភេទគីឡូ69ឡើងហើយនឹងគីឡូ70ជាងនេះគឺមិនសូវមានទេបងប្អូនគឺតិចតួចមែនទែនអ
ចឹងចំពោះវត្តមានខំនៅរីដែលគាត់ចូលមកក្នុងវិស័យគុនខ្មែរនេះគឺមានន័យថាគឺគាត់ត្រូវប៉ាន់នឹងបងប្អូនគ្នាបាទហើយខ្ញុំក៏សប្បាយចិត្តដែរដែលកីឡាករប្រភេទគីឡូធ្ងន់នេះមានល្អនៅក្នុងប្រទេសកម្ពុជាយើងបន្តទៀតបងប្អូនគ្នាហើយរាល់ថ្ងៃហ្នឹងគឺស្ទើរតែបាត់ហើយបាទគឺកីឡាករប្រភេទគីឡូធ្ងន់មកដូចជាធឿនធីរ៉ាជឿនលវៃជាកីឡាករដែលល្អហើយបាទតែមួយរយៈចុងក្រោយយើងសង្កេតឃើញថាគាត់រៀងធ្លាក់ទម្រង់នៃការប្រកួតទៀតបងប្អូនគ្នាបាទអញ្ចឹងយើងសង្ឃឹមថាខាំអ្នករេដែលគាត់ចូលមករួននៅក្នុងសង្វៀននេះគឺគាត់ជាក្មេងសកលក្រោយនេះខ្ញុំគិតថាគាត់អាចនឹងក្លាយជាកីឡាករម្នាក់ដែលគេហៅថារលកក្រោយច្រើនរលកមុខមកគ្នាហើយខ្ញុំសង្ឃឹមយ៉ាងមុតមមថានៅថ្ងៃទី11ដែលខំអ្នករេប៉ះជាមួយនឹងបេនតូនេះគឺខ្ញុំសង្ឃឹមទៅលើខំអ្នករេប្រហែលជា 60% បងប្អូនគ្នាថាអាចផ្ដួលបេនតូបានហើយគូនេះខ្ញុំគិតថាភាគរយអាចនឹងសន្លប់គឺអត់ចាប់ទឹកទេព្រោះអីសិតតែកលាងអត់ងាយថយដូចគ្នាបាទបេនតូគឺគាត់មិនមែនជាកីឡាករថយដែរគឺជាកីឡាករសងបាទយើងឃើញហើយប៉ះជាមួយធឿនធីរ៉ាគឺដូចទៅដូចមកដូចគ្នាហើយការប៉ះជាមួយនឹងខំនេះកឌិចនេះកឌិចដឹងហើយថាគឺកីឡាករទៀមទាជ័យជំនះបាទគឺចង់ឈ្នះបងប្អូនគ្នាវីដេអូមានច្រើនទេបាទគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ